មានអ្វីកំពុងកើតឡើងផែនដីកំពុងឡើងកម្ដៅនេះបណ្ដាលឲ្យមានទឹកជំនន់កាន់តែធំនិងរដូវប្រាំងកាន់តែយូរនៅកម្ពុជាការធ្វើកសិកម្មនិងនេសាទកាន់តែលំបាកកម្ពុជាគឺជាប្រទេសដែលប្រឈមនឹងហានិភ័យគ្រោះមហន្តរាយខ្ពស់បំផុតទី14លើពិភពលោកហេតុអ្វីបានជាបញ្ហានេះកាន់តែលំបាកសម្រាប់ជនដែលមានពិការភាពនៅខេត្តកំពតមានជនដែលមានពិការភាពចំនួន 22,771 នាក់នៅសង្កាត់ក្រាំងអំពិលមានគ្រួសារចំនួន100ដែលងាយរងគ្រោះរួមមានជនដែលមានពិការភាពផងដែរកំពុងប្រឈមនឹងទឹកជំនន់នៅកម្ពុជាមានជនដែលមានពិការភាពចំនួន 689,532 នាក់ស្មើនឹង 5% នៃប្រជាជនសរុប 53% មិនទទួលបានព័ត៌មានអំពីគ្រោះមហន្តរាយទឹកជំនន់បិទផ្លូវហើយជំរកជាច្រើនមិនមានជម្រាលការជូនដំណឹងភាគច្រើនមិនមានភាសាសញ្ញាឬភាសាងាយស្រួលយល់ក្នុងពេលមានគ្រោះមហន្តរាយមនុស្សជាច្រើនបាត់បង់ការងារនិងប្រាក់ចំណូលពេលខ្លះពួកគេមិនត្រូវបានរាប់បញ្ចូលក្នុងការរៀបចំផែនការសម្រាប់សហគមន៍សិទ្ធិនិងអំណាចរបស់អ្នកមានសិទ្ធិទទួលបានសុវត្ថិភាពមុនពេលអំឡុងពេលនិងក្រោយគ្រោះមហន្តរាយអ្នកមានសិទ្ធិទទួលបានព័ត៌មានដែលអ្នកងាយស្រួលយល់អ្នកមានសិទ្ធិចូលរួមជួយធ្វើការសម្រេចចិត្តអំពីការប្រែប្រួលអាកាសធាតុសម្លេងរបស់អ្នកគឺមានសារៈសំខាន់ហើយចាំបាច់ត្រូវបានស្ដាប់និងឮអ្វីដែលយើងអាចធ្វើបានសូមនិយាយជាមួយអ្នកជិតខាងរបស់អ្នកនៅថ្ងៃនេះអំពីរបៀបជួយគ្នាទៅវិញទៅមកស្វែងរកទីតាំងសុវត្ថិភាពនិងពិនិត្យមើលតើវាមានផាសុកវត្ថុសម្រាប់អ្នកឬអត់ប្រាប់អាជ្ញាធរអំពីអ្វីដែលអ្នកត្រូវការដើម្បីមានសុវត្ថិភាពការរៀបចំផែនការគ្រោះមហន្តរាយត្រូវរួមបញ្ចូលតម្រូវការរបស់ជនដែលមានពិការភាពចូលរួមជាមួយក្រុមជនដែលមានពិការភាពដើម្បីរួមគ្នាជាសម្លេងមាននរណាម្នាក់ត្រូវបានទុកចោលឡើយផាសុកវត្ថុគឺផ្ដល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា